បាទជំរាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីជាពិសេសសម្រាប់សិស្សានុសិស្សឬក៏លោកគ្រូអ្នកគ្រូដែលចូលចិត្តតាមដានតាក់ទងជាមួយនឹងតម្រាលេខអត្តទាំងអស់គ្នាតែមុននឹងចាប់ផ្ដើមសម្រាប់អស់លោកអ្នកមានបំណងចង់សិក្សាឬក៏តាក់ទងជាមួយនឹងការទំនាយចង់ដឹងពីរាសីរបស់អ្នកឡើងឬក៏ចុះឬតាក់ទងជាមួយនឹងការទំនាយផ្សេងៗអស់លោកអ្នកអាចទំនាក់ទំនងតាមទំព័រ Facebook នេះបានអញ្ចឹងឥឡូវយើងចូលមកមេរៀនរបស់យើងវិញគឺតាក់ទងជាមួយនឹងតម្រាលេខអត្តវិញម្ដងជាធម្មតាតាក់ទងជាមួយនឹងតម្រាលេខអត្តនៅក្នុងទីនេះខ្ញុំលើកយកអំពីលេខឋានកម្លាំងផលបូកអញ្ចឹងនៅក្នុងដួងចតាមួយនេះតាក់ទងជាមួយនឹងលេខឋានកម្លាំងផលបូកយើងយកមកវិភាគទាំងអស់គ្នាលេខ5មានន័យថាបានយកសាកបានតំណែងតួនាទីលេខ8បាទលេខ8គឺត្រូវគេបោកមានន័យថាចាញ់បោកគេដោយងាយបើសិនជាស្ត្រីភេទជាជនបរទេសតាក់ទងជាមួយនឹងក្មេងស្ទាវស្រះទឹកឬក៏ទឹកមន្តវិញ្ញាណចំណែកលេខ11គឺមិត្តនាំឲ្យលៀបមកឲ្យមានទ្រព្យសម្បត្តិលេខ14មានបញ្ញាល្អលេខ17ខួរក្បាលល្អឬក៏ព្រះសង្ឃទេសនាលេខ13តួនាទីការងារល្អគឺខ្ញុំនិយាយត្រួសអ្នកនរគ្នាអាចមើលនៅក្នុងคลิปវីដេអូបន្ថែមនៅអត្ថន័យអញ្ចឹងផ្កាយលេខ1គឺអត្តអរិមរណៈសិទ្ធិជោគបូកញាតអញ្ចឹងមានន័យដល់ទៅ5ជំនឿថាផ្កាយអាទិត្យត្រូវភពមិនល្អគឺមានន័យថាលេខ1ហ្នឹងគឺជាអត្តត្រូវអរិភពមិនល្អអញ្ចឹងបើភពមិនល្អគឺបើសិនជាអាទិត្យតកតងទៅនឹងកែភ្នែកមានន័យថាភ្នែកមិនល្អបើសិនជាតកតងជាមួយនឹងតំណែងកិត្តិយសតួនាទីក៏កិត្តិយសតួនាទីមិនល្អឬក៏បើសិនជាអ្នកនយោបាយឬក៏អ្នកកីឡាមានគេឈ្មោះល្អហេតុអ្វីថាមានគេឈ្មោះល្អពីព្រោះថាអរិមានន័យថាអរិគឺគូប្រកួតប្រជែងណាអញ្ចឹងតកតងជាមួយនឹងកីឡាករត្រូវការគូប្រកួតប្រជែងនឹងអរិហ្នឹងអញ្ចឹងបើថាអត្តត្រូវអរិហើយត្រូវមរណៈត្រូវសិទ្ធិជោគបែបនេះគេចង់និយាយថាបើសិនជាកីឡាករប្រកួតជាកីឡាករល្អហើយមានគេឈ្មោះពីព្រោះវាត្រូវតំណែងសិទ្ធិជោគអញ្ចឹងបើសិនការប្រកួតហ្នឹងគឺជាកីឡាករមួយដ៏ល្អមរណៈគឺការបញ្ចប់គឺមានន័យការបញ្ចប់នៃការប្រកួតកីឡានីមួយៗភាគច្រើនគឺសិទ្ធិជោគគឺបានន័យថាល្អអាចឈ្នះជំនឿថាបើសិនជាដួងចតាបុគ្គលជាអ្នកកីឡាករវិញគឺល្អណាអត្តអរិមរណៈសិទ្ធិជោគរញាតប៉ុន្តែបើសិនយើងអាចនិយាយអំពីបុគ្គលធម្មតាតកតងទៅនឹងភ្នែករបស់គាត់វិញគេថាភ្នែករបស់គាត់ឬក៏កិត្តិយសរបស់គាត់ហ្នឹងគឺអត់សូវល្អទេហើយបើសិនយើងនិយាយឲ្យគ្រប់ទៅវាត្រូវមរណៈមានន័យថាអត្តកិត្តិយសរបស់គាត់ហ្នឹងគឺមានថាអត់សូវល្អទេពីព្រោះយ៉ាងម៉េចគឺមានន័យថាល្អពាក់កណ្ដាលមិនល្អពាក់កណ្ដាលពីព្រោះល្អពាក់កណ្ដាលហ្នឹងគឺសិទ្ធិជោគកិត្តិយសរបស់គាត់គឺភាគច្រើនគឺល្អប៉ុន្តែវាមានអរិណមរណៈមកជួយមកកាត់បន្ថយអញ្ចឹងធ្វើឲ្យតំណែងតួនាទីរបស់គាត់ហ្នឹងគឺត្រូវមិនល្អអញ្ចឹងសម្រាប់ការបកស្រាយអំពីលេខអត្តបន្តទៀតអ្នកនរគ្នាអាចទំនាក់ទំនងតាមទំព័រ Facebook ឬក៏អស់លោកអ្នកតាមដាននៅលើទំព័រ Facebook ក៏បានដែរហើយនៅក្នុងคลิปវីដេអូនេះគឺខ្ញុំកាត់បន្ថយត្រឹមតែពេលនេះសម្រាប់ការដែលខ្ញុំបង្រៀននៅលើ YouTube គឺគ្រាន់តែជាលក្ខណៈត្រួសសម្រាប់វីដេអូពេញអ្នកនរគ្នាអាចតាមដាននៅលើទំព័រ Facebook